នេះគឺជាអន្ទង់ស្រែពុកម៉ែបងប្អូនដែលអ្នកភូមិគាត់រកបាននៅក្នុងស្រែរបស់គាត់ហ្នឹងហើយក៏គាត់បានយកមកឲ្យខ្ញុំដើម្បីចម្អិនធ្វើជាម្ហូបយើងហូបទាំងអស់គ្នាអញ្ចឹងណាហើយសម្រាប់អ្នកស្រុកខ្សែចង្ការយើងគឺមានទឹកចិត្តល្អមែនទែនចេះស្រឡាញ់រាប់អានគ្នាហើយយល់ទុក្ខធុរៈគ្នាទៅវិញទៅមកហើយខ្ញុំក៏មិនមួយអង្គយូរក៏ចាប់ដើមរៀបចំឆាចេញជាឆាក្តៅអន្ទង់ពុកម៉ែបងប្អូនហើយក្នុងការចម្អិនឆាក្តៅអន្ទង់នេះផងដែរគឺខ្ញុំអត់ប្រើចង្ក្រានហ្គាសទេគឺប្រើជាចង្ក្រានអុសព្រោះចង្ក្រានអុសនៅពេលយើងឆាក្តៅអន្ទង់ធម្មជាតិអញ្ចឹងគឺមានរសជាតិឆ្ងាញ់មែនទែនហើយវិធីធ្វើគឺងាយទេក៏យើងដាក់ខ្លាញ់ទៅហើយយើងដាក់គ្រឿងចូលបន្ថែមពីលើហ្នឹងហើយយើងលីងគ្រឿងហ្នឹងឲ្យវាឈ្ងុយទៅណាពុកម៉ែបងប្អូនហើយបន្ទាប់មកគឺយើងងាស់វាឲ្យវាគ្រឿងផុយបន្តិចទៅគឺឲ្យវាចូលជាតិជាមួយនឹងគ្រឿងជាមួយនឹងសាច់អន្ទង់របស់យើងហ្នឹងគឺយើងអាចហូបបានហើយមានរសជាតិឆ្ងាញ់ទៀត